ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះគឺជាស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញវាត្រូវបានសាងសង់ឡើងក្រោមការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនវាជាស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ដំបូងគេបង្អស់នៅក្នុងរាជធានីភ្នំពេញខ្ញុំឆ្ងល់ណាស់ថាតើគេសម្អាតទឹកកខ្វក់ដោយរបៀបណាដំបូងទឹកកខ្វក់ដែលចេញពីផ្ទះឬទីតាំងអាជីវកម្មហូរចូលបណ្ដាញលូឬបូមបញ្ចូលទៅកាន់ស្ថានីយ៍ប្រព្រឹត្តកម្មអូមើលម៉ាស៊ីនដ៏អស្ចារ្យទាំងនោះចុះពិតជាលយណាស់ឥឡូវនេះមានសំណួរមួយទៀតតើអ្នកគិតថាតើម៉ាស៊ីននេះគេប្រើដើម្បីអ្វីមានអីពិបាកនេះគឺជាម៉ាស៊ីនដែលសម្អាតទឹកកខ្វក់មែនទេមើលចុះមានសម្រាមជាច្រើនកំពុងចេញពីម៉ាស៊ីននេះត្រឹមត្រូវហើយម៉ាស៊ីននេះមានតួនាទីដកសម្រាមធំៗក្នុងទឹកកខ្វក់ដែលហូរចូលមកសម្រាមអញ្ចឹងមានន័យថាមុននឹងសម្អាតទឹកកខ្វក់គេត្រូវចាប់សម្រាមចេញជាមុនសិនជួនកាលមានសម្រាមដូចជាដបថង់ប្លាស្ទិកក៏ហូរចូលមកជាមួយទឹកកខ្វក់ដែរអញ្ចឹង